ខ្ញុំជឿថាអ្នកទាំងអស់គ្នាបានឃើញអ្នកដតីជជែកវែងញែករឿងក្មេងស្រីលក់សណ្ដែកដីដែលគេយកទៅប្រាំងលេងសើចសម្រាប់ content ផ្ទាល់ខ្លួនហ្នឹងឯងខ្ញុំឃើញគេនិយាយច្រើនហើយប៉ុន្តែខ្ញុំនៅតែចង់លូកមាត់តទៀតដែរចេះអារឿងថាបន្ទោសអ្នកនេះខុសឬក៏ព្យាយាមស្ដីថាឲ្យខាងណាខាងណីទៀតហ្នឹងមានគេស្ដីឲ្យច្រើនហើយអញ្ចឹងដល់វគ្គខ្ញុំអត់ស្ដីឲ្យទៀតទេប៉ុន្តែខ្ញុំដល់វគ្គបកស្រាយម្ដងថាតើហេតុអីបានជាគេចូលចិត្តផលិតcontent អញ្ចឹងខ្ញុំនឹងបញ្យល់ពីមូលហេតុដែលខ្ញុំយល់ឃើញថាវាអាចបង្កឲ្យមានកម្មវិធីចឹងច្រើនហ្នឹងដោយសារមូលហេតុ1 2 3 4ដែលខ្ញុំនឹងចែករំលែកដូចតទៅអញ្ចឹងនៅក្នុងពិភព digital social media គឺជាកន្លែងផលិតលុយពីមុនមកមនុស្សយើងនៅពេលដែលគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញគឺដោយសារតែយើងល្បីតគ្នាយើងស្គាល់តគ្នាហើយគេទទួលស្គាល់ពីគុណភាពរបស់គាត់គេទទួលស្គាល់ពីសមត្ថភាពឬក៏ចំណេះដឹងឬក៏ជំនាញវិជ្ជាជីវៈណាមួយដែលបុគ្គលម្នាក់នឹងអាចមានហើយគេកោតសរសើរអញ្ចឹងទៅគាត់ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុន្តែនៅក្នុងសង្គម digital ភាពល្បីល្បាញវាអត់កើតចេញពីប្រភេទមានដងមានសិល្បៈមានអីចឹងទេភាពល្បីល្បាញវាកើតចេញមកពីការទទួលបាន like share អញ្ចឹងកាលណាតែមានការ like share ច្រើនបុគ្គលម្នាក់ហ្នឹងលេងនៅក្នុង social media ហ្នឹងអាចទទួលបានភាពល្បីល្បាញអញ្ចឹងកន្លែងនេះមានន័យថាម៉េចពិភពនៃកិច្ចការទទួលបានការ like ការ share ពេលខ្លះទៅសំបីតែមនុស្សឈួតក៏ដោយសំបីតែរឿងឈួតយ៉ាងណាយ៉ាងណីក៏ដោយឲ្យតែវាអាចថាកប្លែងឬក៏ស្អីតិចតួចមនុស្សយើងនឹង share លឿនមែនតើអញ្ចឹងសួរថាបញ្ហាចេញមកពីណានៅពេលដែលយើង share content ឈួតច្រើនវាធ្វើឲ្យពួកឈួតហ្នឹងវាល្បីអញ្ចឹងនៅពេលដែលរឿងឈួតហ្នឹងវាល្បីវាបរិញ្ញាមនុស្សនៅក្នុងសង្គម digital យើងសប្ងៃហ្នឹងឲ្យចាប់ផ្ដើមយល់ឃើញថាអូអញបើទោះបីត្រូវធ្វើឈួតក៏អញធ្វើដែរដើម្បីល្បីហើយព្រោះពេលល្បីគឺអញអាចរកលុយបានដោយសារតែពេលល្បីគឺជាពេលដែលរកលុយបានអ្នកដែលមានផលិតផលគាត់ធ្វើឲ្យល្បីដើម្បីគាត់អាចលក់ផលិតផលគាត់ដាច់ហើយអ្នកដែលអត់ផលិតផលក៏គាត់ព្យាយាមធ្វើឲ្យខ្លួនគាត់ល្បីដែរដើម្បីឲ្យគាត់នឹងមានលទ្ធភាពទទួលបានការងារធ្វើជា BA ធ្វើអី promote ពីអ្នកដែលមានផលិតផលលក់អញ្ចឹងហើយអ្នកលក់ផលិតផលនឹងទៀតដែរក៏គាត់អង្គុយចាំមើលហ្មងថាឲ្យតែអាណាឈួតទោះបីរូបសម្បត្តិបែបណាក៏ដោយទោះបីមិនសមនឹងផលិតផលខ្លួនឯងក៏ដោយក៏អញយកមកធ្វើ BA ដែរដើម្បីឲ្យផលិតផលឯងល្បីហើយសង្ឃឹមថាលក់ដាច់អញ្ចឹងនិយាយទៅវាឈឺចាប់វានៅនឹងអញ្ចឹងហើយកន្លែងនេះវាមានន័យថាម៉េច social media គឺជាប្រព័ន្ធផលិតលុយផលិតភាពល្បីល្បាញមនុស្សទៅយកភាពល្បីល្បាញមនុស្សទៅយកលុយហើយវិធីទទួលបានភាពល្បីល្បាញគឺភាពឈួតលីលាភាគច្រើនគឺអញ្ចឹងតដល់មកចំណុចទៀតអញ្ចឹងនៅពេលដែលគេចាប់ដើមមើលឃើញថារាល់ចំណាប់អារម្មណ៍ទាំងអស់ភាពល្បីល្បាញទាំងអស់คล้ายជាលុយបេសកកម្មរបស់ពួកគាត់ភាគច្រើនគឺត្រូវតែរកវិធីធ្វើឲ្យខ្លួនឯងបានល្បីហើយដើម្បីឲ្យខ្លួនឯងបានល្បីវាមានប្រភេទ content ច្រើនដែលផលិតនៅលើបណ្ដាញសង្គមឬក៏ social media ហ្នឹងវាមានច្រើនទម្រង់វាមានកំប្លែងវាមានសបាយវាមានចម្រៀងវាមានសិល្បៈអីខ្លះដែរទៅក៏ប៉ុន្តែមួយផ្នែកធំហ្នឹងគឺដោយសារមនុស្សយើងមុននឹងសម្រាប់ចិត្ត share មុននឹងសម្រាប់ចិត្ត like មុននឹងផ្ដល់ភាពល្បីល្បាញទៅឲ្យ content ណាមួយគឺភាគច្រើនគាត់ប្រើចិត្តគាត់ប្រើអារម្មណ៍បើសិនជាវាត្រូវចិត្តអញឬក៏បើសិនជាវាធ្វើឲ្យអញមានអារម្មណ៍ល្អឬក៏បានសប្បាយអញ like ហើយអញ shareឃើញអាហ្នឹងគឺបញ្ហាចេញពីយើងអ្នក like អ្នក share ទៀតណាអញ្ចឹងនៅពេលដែលយើងប្រើអារម្មណ៍យើងជាគោលទៅកាត់សេចក្តីលើគុណភាព content ថា content ហ្នឹងយើងគួរតែ share ចែកម្លែកឬក៏អត់ហ្នឹងទោះបីវាធ្វើឲ្យយើងក្តៅក្រហាយក៏យើងអាច share ឬក៏ comment លើវាបានទោះបីយើងកើត set ដោយសារវាឬក៏ទោះបីយើងសប្បាយចិត្តជាមួយវាក៏យើងអាច share ឬក៏ like វាបានដែរអញ្ចឹងអាទាំងអស់ហ្នឹងវាធ្វើឲ្យអ្នកផលិត content ទាំងអស់ហ្នឹងគាត់ចាប់ដើមថ្លឹងថាអាណាគ្រាន់បើជាងអញ្ចឹងបូកដកគុណចែកទៅអា content ប្រភេទធ្វើឲ្យគេក្តៅក្រហាយឬក៏ខឹងហ្នឹងគឺជា content ដែលទទួលបានការ share ឬក៏ទោះបីជេរក៏ដោយក្តៅក្រហាយក៏ដោយតែដឹងថាទទួលបានការ share ឬក៏ engagement ច្រើនពីវាឬក៏ទៅលើវាហ្នឹងឯងដល់ពេលយូរទៅវាបន្តអូបឡាយទៅវាធ្វើឲ្យពួកអ្នកផលិត content ហ្នឹងចាប់ផ្ដើមប្រមាលមើលថាតើអាប្រភពដែលធ្វើឲ្យគាត់អាចផលិតជាវីដេអូខឹងក្តៅក្រហាយនឹងបានឬក៏សើចកំ pl សបាយនឹងបានចេញពីណាភាគច្រើនវាមានចេញពីអ្នកមានខ្លះទៅវាមានចេញពីអ្នកអត់មានខ្លះទៅប៉ុន្តែអាសម្បូរបំផុតហ្នឹងគឺចេញពីតំបន់អ្នកក្រដោយសារអ្នកក្ររូបភាពនៅពេលដែលគេយកគាត់មកធ្វើជា content ណាអារម្មណ៍ set គាត់នៅក្នុងហ្នឹងហើយបើសិនជាគាត់ក្រពេលខ្លះគាត់និយាយស្ដីទៅប្រាជ្ញារបស់គាត់នៅស្ទើរអញ្ចឹងទៅគាត់អាចនិយាយកំ pl ខ្លះទៅគាត់អាចនិយាយខ្វះមុខខ្វះក្រោយខ្លះទៅអញ្ចឹងទៅធ្វើឲ្យសម្ដីគាត់អាចคล้ายទៅជារឿងកំ pl សម្រាប់គេ share គេសើចក៏មានដែរអញ្ចឹងអ្នកក្រគឺជាប្រភពនៃ entertainment សម្រាប់ពួកឈួតដែលវាធ្វើវីដេអូ prank ឬក៏ធ្វើវីដេអូកំ pl ហ្នឹងដែររហូតដល់ថ្នាក់កំថាឡើយរឿង set រឿងអីសំបីទៅរឿងអាណោះធំមួយចំនួនក៏ផុសដែរបើសិនជាអាចធ្វើឲ្យមនុស្សយំបានបើអាចធ្វើឲ្យមនុស្សកើតទុកហើយមនុស្សអាច share វាច្រើនអញ្ចឹងទាំងរឿងល្អក៏វាបោកយក like យក share យក comment អារឿងឈួតក៏វាបោកយក like យក comment និយាយទៅរឿងស្អីក៏ដោយឲ្យតែវាអាចប៉ះពាល់ទៅដល់អារម្មណ៍អ្នកមើលគឺដឹងឲ្យយកមកបោះទាំងអស់អញ្ចឹងអាហ្នឹងវានៅនឹងអញ្ចឹងឲ្យបានជាយើងឃើញពួកអាច
អានឹងវាយកកាមេរ៉ាទៅថតប្រេងអ្នកក្រដល់ពេលដែលថតប្រេងអ្នកក្រទៅធ្វើជាសម្ភារលេងសើចជាមួយគ្នាអញ្ចឹងទៅអូខេគ្នាអាចបញ្ចេញអេយ៉ាបត ABC ដល់ពេលចេញ ABC ធម្មតារឿងអញ្ចឹងបើសិនជាពេលបានសើចពេលបានសបាយឬក៏អាណិតអីហើយឬក៏ធ្វើបាបគ្នាឲ្យបានយំបានយែកអីហើយអញ្ចឹងបើសិនជាវាចប់ត្រឹមហ្នឹងវាអត់ល្អមើលដោយសារអីអ្នកមើលគេនឹងជេរថាគាត់ទៅសួរគ្នាអញ្ចឹងឲ្យគ្នាសេតឲ្យគ្នាកើតទុកឬក៏ទៅធ្វើបាបគ្នាឲ្យគ្នាយំយែកអញ្ចឹងដើម្បីលៀងអារម្មណ៍យំយែកអារម្មណ៍សេតហ្នឹងអាបន្ទាប់ហ្នឹងគាត់យកលុយទៅទិញអារម្មណ៍ទាំងអស់ហ្នឹងត្រឡប់មកវិញថាអូខេបើខ្ញុំធ្វើឲ្យអ្នកឯងសេតខ្ញុំសុំទោសផងឥឡូវខ្ញុំឲ្យលុយអ្នកឯងចាយវិញអញ្ចឹងទៅវាធ្វើឲ្យអ្នកមើលហ្នឹងជឿស្មានថាអូខេឯងធ្វើអាក្រក់ឯងនិយាយភ្លើមួយចំនួនឆ្អែតហើយឯងលេងសើចជាមួយគេឈួតអស់ហើយឯងធ្វើឲ្យគេយំឯងធ្វើឲ្យគេទឹកភ្នែកអីអស់ហើយសុកចុងក្រោយធ្វើជាឲ្យលុយប្រមាណ4 10 20ម៉ឺនហ្នឹងដើម្បីទៅលៀងអារម្មណ៍អ្នកក្រហ្នឹងកុំឲ្យប្រកាន់គាត់4 10 20ម៉ឺនហ្នឹងមិនមែនគ្រាន់តែទៅលៀងអារម្មណ៍អ្នកដែលគាត់ទៅលេងកំ pl សើចជាមួយប៉ុន្តែអា4 10ម៉ឺនហ្នឹងក៏ជាវិនិយោគទុនរបស់គាត់ក្នុងការទៅលៀងអារម្មណ៍អ្នកមើលដែរព្រោះគេអាចជេរច្រើនអញ្ចឹងដើម្បីកាត់បន្ថយគេជេរគាត់ធ្វើខុស100ហើយគាត់យកលុយ4 10ម៉ឺនទៅទិញហើយលៀងដើម្បីឲ្យកុំឲ្យគេប្រកាន់ content គាត់ថា content គាត់លើគាត់បង្រៀនគេឲ្យសើចចំអកនឹងស្ថានភាពអ្នកក្រនិយាយទៅគាត់មិនមែនគ្រាន់តែថាបរៀនគេឲ្យគេនឹងលេងសើចចំអកជាមួយអ្នកក្រឬក៏អ្នកដំបាក់ទាំងអស់នឹងតែប៉ុណ្្នឹងទេប៉ុន្តែគាត់បង្ហាញគំរូអាក្រក់មួយគឺគាត់បរៀនគេឲ្យគិតថាបើយើងលេងសើចចំអកនឹងគេអីបានកំប្លុកកំប្លែងច្រើនហើយកុំភ្លេចឲ្យកដោអីជា4 10 20រៀលនឹងទៅសង្ឃឹមថាអំពើអាក្រក់ឬហួសដែនកំណត់ហួសសិលធម៌មួយចំនួនទាំងអស់ហ្នឹងវានឹងអាចលុបលាងជាមួយនឹងទឹកលុយប្រមាណ4 10ម៉ឺនហ្នឹងអញ្ចឹងអ្នកមើលគាត់ជឿគាត់គិតថាមួយហ្នឹងគឺជាមនុស្សល្អមួយហ្នឹងគឺជាអ្នកចិត្តទលាយវាចេះធ្វើបន់ជាមួយអ្នកលំបាកអត់ក្រអីចឹងទៅអញ្ចឹងអាហ្នឹងជាការបង្រៀនមនុស្សឲ្យពុលមកប្រទេសគាត់គិតថាការលេងសើចចំអកលក់លុយមួយគេហើយយកលុយប៉ុណ្ណឹងទៅទិញកិត្តិយសសេចក្តីថ្លៃថ្នូរឲ្យលៀងសម្អាតអារម្មណ៍គេឲ្យស្រស់ស្រាយស្រស់បោះឡើងវិញបានណាអញ្ចឹងអានឹងគឺជាកំហុសសិលធម៌ដ៏ធ្ងន់មួយដែលអ្នកដែលចង់ល្បីនឹងគាត់ចាប់ដើមហ៊ានធ្វើឬក៏ធ្វើដោយមិនដឹងខ្លួនអីចឹងវាមានច្រើនចំណុចអញ្ចឹងអានឹងគឺជាអ្វីដែលខ្ញុំសង្កេតឃើញខ្ញុំចង់យកមកចែកម្លែកដើម្បីបងប្អូនអាចយល់ថាតើដើមចំនៃសាច់រឿងទាំងអស់ហ្នឹងវាកើតចេញពីប្រឡោះណាមកហេតុអីបានជាមនុស្សម្នាក់យកវាធ្វើជាឆ្នាំងបាយឈួតអស់អញ្ចឹងណាអញ្ចឹងខ្ញុំចង់ទាញត្រឡប់មកវិញដើម្បីបងប្អូនអាចយល់បានថាយើងជាអ្នកមើលយើងត្រូវដឹងថាបញ្ហាទាំងអស់ហ្នឹងក៏ជាមួយផ្នែកចេញពីជ្រុងយើងដែរតែការដែលយើងបន្តឲ្យតម្លៃឬក៏ like ឬក៏ share content ពួកអាឈួតហ្នឹងច្រើនវាធ្វើឲ្យពួកអាហ្នឹងល្បីអញ្ចឹងយើងកុំធ្វើឲ្យពួកអាឈួតល្បីយើង block វាចោលទៅក៏យើងមានលទ្ធភាពទៅមើលព័ត៌មានល្អដែរហើយបើសិនជាយើងអ្នកមើលអ្នកអីយើងធ្លាប់ share content ឈួតអស់ហ្នឹងហើយយើងសុកយើងសួរខ្លួនឯងថាហេតុអីបានជា new feed ឬក៏ TikTok ឬក៏ Facebook របស់ខ្ញុំឃើញតែព័ត៌មានឈួតខ្ញុំប្រាប់ឲ្យហើយបើយើងឃើញសម្រាប់នៅហ្នឹងហើយយើងល្អយើង block ទៅសម្រាប់ហ្នឹងលេងចូលហើយអញ្ចឹងថ្ងៃក្រោយយើងលេងឃើញអាសម្រាប់ហ្នឹងទៅមុខទៅមាត់អញ្ចឹងទៀតហើយអញ្ចឹងខ្ញុំបញ្យល់ការពិតនៅប្លោះហ្នឹងថាយើងហ៊ានទទួលស្គាល់ទាំងអស់គ្នាថាមួយផ្នែកដែលឈួតនឹងល្បីក៏ដោយសារតែយើងច្រឡំដោយដឹងខ្លួនឬដោយមិនដឹងខ្លួនទៅឲ្យតម្លៃពួកឈួតហ្នឹងអញ្ចឹង block សម្រាប់ទៅបើអត់ចង់ឃើញសម្រាប់សូមអរគុណ